បាទសម្រាប់បងប្អូនដែលនៅជួរខាងក្រោមស្ទឹងតារៀបបាទស្ទឹងបៃលិនគឺមានទឹកជន់ជាខ្លាំងបងប្អូនណាបាទសូមមានការប្រុងប្រយ័ត្នទឹកនេះនឹងមិនអាចស្រកលឿនទេដោយសារតែសម្ពាធព្យុះហើយភ្លៀងកំពុងតែមកពីលើជាបន្តអញ្ចឹងវាអាចនឹងទឹកកម្ពស់ទឹកនឹងអាចកើនឡើងខ្ពស់ជាងនឹងទៀតបងប្អូនណាបាទសូមមានការប្រុងប្រយ័ត្ននៅបែកខាងក្រោមបូស្អំសាលាក្រៅបាទសូមអរគុណ